បាទជាសួរបងប្អូនថ្ងៃនេះយើងបន្តមេរៀនទី19ពាក់ព័ន្ធនឹងជំងឺរោគរាងកាយរំលឹកឡើងវិញជំងឺមាន5ប្រភេទនៅក្នុងវិស័យវិទ្យាសាស្ត្របុរាណរបស់យើងកាលណាបើដេញចំ01នេះគេហៅថាជំងឺរោគរាងកាយហើយបើដេញចំ02នេះគឺជំងឺគេហៅថាស្នេហាវិបត្តិស្នេហាវាកើតជំងឺដែរហើយដល់ពេលប៉ះខ្វែងនេះគឺថា03ឬខ្វែងនេះគឺជារោគដែលត្រូវនឹងអំពើអំព័ន្ធបាទហើយ04នេះគឺជាជំងឺដែលពាក់ព័ន្ធនឹង stress បាទហើយយើងអត្តន័យទៅក្នុងជំងឺណាបាទហើយ0 plot កន្លែង plot នេះគឺជំងឺពាក់ព័ន្ធនឹងអសិលធម៌ជំងឺអសិលធម៌ដែលយើងនិយាយពីខុសមេបាចាស់ទុំកន្លោះកមុំមេបាផ្កាប់មុខមេបាគ្រូកំណើតគ្រូបាតជាអីហ្នឹងណាបាទអញ្ចឹងនៅក្នុងនេះយើងសិក្សាតែពាក់ព័ន្ធជាមួយនឹងជំងឺរោគរាងកាយទេឧបមាថាត្រូវដេញមកត្រូវចំរោគរាងកាយហើយបុគ្គលនោះគាត់ឈឺឧបមាថាគាត់ឈឺខ្នងឬក៏គាត់ឈឺពោះឈឺតាណាមួយឥឡូវឧទាហរណ៍ថាឈឺពោះចុះអញ្ចឹងយើងត្រូវដេញថាឈឺពោះហ្នឹងវាកើតមកពីអីអានេះយើងសិក្សាពីមូលហេតុនៃរោគហ្នឹងវិញបាទពីដំបូងឡើយយើងកំណត់ថារោគដែលមនុស្សនឹងឈឺគឺកើតរោគដោយសារអីអញ្ចឹងថារោគរាងកាយទេត្រូវនឹងវិទ្យាសាស្ត្រទេអញ្ចឹងដល់ពេលយើងដឹងតែប៉ុណ្្នឹងហើយយើងទៅរកមើលតែគាត់ឈឺអីគាត់ថាឈឺពោះអញ្ចឹងតែឈឺពោះមកពីអីនេះអាហ្នឹងដែលយើងត្រូវដឹងបាទអញ្ចឹងឈឺពោះវាមាននេះកន្លែងមូលហេតុនេះវាកើតពីអូតូកើតពីអាកាសធាតុអិរិយាបថមកពីអិរិយាបថអត់ស្មើដេកដៃឈរអង្គុយណាអង្គុយច្រើនពេកឬក៏ឈរច្រើនពេកនេះគឺត្រូវអំពើអំព័ន្ធបាទត្រូវអំពើអំព័ន្ធភាគច្រើនយើងដេញមកវាឃើញតាមនេះដែរបាទកើតចេញពីកម្មនេះកម្មនេះកើតចេញពីគ្រុនបាទអាសីតនភាពសីតាំងអ៊ុនហាំងណាក្តៅខាងក្នុងតិចខាងក្នុងណាហើយនេះមកពីឃ្លាននឹងស្រេកបាទឃ្លាននឹងស្រេកឬក៏ចេញមកពីទឹកនោមដោយសារខ្ទប់នោមច្រើនពេកខ្ទប់ទ្រាំនោមខ្លាំងពេកនេះកើតពីលិមួកទល់លិមួកឬក៏មកពីយើងវាទល់លិមួកឬក៏នោជូអាចបញ្ចេញហ្នឹងណាបាទនេះមកពីប្រមាត់ខូចប្រមាត់ឬខ្សោយប្រមាត់អីចឹងទៅគ្រោះក្នុងប្រមាត់អានេះកើតពី slash បាទកើតពី slash នេះច្រើនពេកនេះកើតពីខ្យល់បាទខ្យល់នេះវាចែកទៅមាន6តកូលទេណោះបាទនេះកើតពីសន្និបាតហ្នឹងមានថាប្រមាត់ slash និងខ្យល់វាកើតព្រមគ្នាទៅវាកើតធ្វើយើងឈឺធ្វើយើងគ្រុនដែរបាទនេះធ្វើយើងឈឺជួលអ៊ុលអាក់អញ្ចឹងដើម្បីដេញរកអាហ្នឹងគេធ្វើម៉េចបាទទី1គឺយើងត្រូវសារ៉េថ្ងៃទីដែលគេមករកសិនបាទថ្ងៃទីឥឡូវឧទាហរណ៍ថាវីដេអូនេះគឺនៅក្នុងថ្ងៃទី20បាទយើងសារ៉េ20ឲ្យចំកន្លែងលេខ0នេះមកបាទចំណុចទី1ចំណុចទី2គឺត្រូវសារ៉េយាមបាទសារ៉េយាមដែលមើលនេះយើងកំពុងថាឥឡូវបច្ចុប្បន្នយាមចាក់ស្ដែងដែលមើលហ្នឹងគឺក្នុងយាមពេញពលឺម៉ោង7កន្លះទៅម៉ោង9បាទបន្តមកទៀតយើងសារ៉េតែប៉ុណ្្នឹងបានដែរបាទអាយាមនេះមិនអាចសារ៉េក៏បានដែរដោយសារយើងសារ៉េរួចហើយយើងដឹងរួចហើយអញ្ចឹងបន្តមកទៀតដើម្បីរកឲ្យឃើញថាតើឈឺចេញពីចំណុចត្រង់ណាឥឡូវឧទាហរណ៍ថាមករកថ្ងៃទី20អញ្ចឹងអ្នកដែលកើតនោះគាត់កើតថ្ងៃទីឧទាហរណ៍ទៅកើតថ្ងៃទី13ទៅចុះអញ្ចឹងយើងមករកថ្ងៃទី13នេះថ្ងៃទី13នៅទីនេះថ្ងៃទី13ចំទៅនឹងហើយវាចំកន្លែងអីកន្លែងនេះលេខ7នេះអញ្ចឹងលេខ7នេះមានថាយាមទី7យាមទី7អស់លោករាប់ពីនេះមកបាទអញ្ចឹងយាមទី1គឺប្រហៀមទី2ព្រលឹមទី3ព្រឹកទី4ពេញពលឺទី5ពេញកម្ដៅបាទទី6ថ្ងៃត្រង់ទី7ថ្ងៃជ្រេទី8រសៀលបាទទី7ថ្ងៃជ្រេបាទហ្នឹងហើយទី7ថ្ងៃជ្រេអញ្ចឹងយើងឃើញថាគាត់ថ្ងៃ13ចំថ្ងៃ7គឺយាមថ្ងៃជ្រេនេះថ្ងៃជ្រេនេះយើងឃើញមកចំអីគេចំឃ្លាននឹងស្រេកមានន័យថាឈឺពោះរបស់គាត់ហ្នឹងគឺដោយសារបណ្ដាលមកពីគាត់ឃ្លានគាត់ទ្រាំឃ្លានពេកឬគាត់ទ្រាំស្រេកពេកគាត់មិនងាយញ៉ាំឬក៏ញ៉ាំខុសម៉ោងខុសវេលាណាបាទនឹងវាទ្រាំពេកអាមួយវាពុលអាហារមួយវាញ៉ាំអាហារខុសមួយវាអត់បានញ៉ាំទ្រាំខុសម៉ោងខុសវេលាណាញ៉ាំបាយថ្ងៃត្រង់អីមកញ៉ាំម៉ោង3ល្ងាចឬក៏ផឹកទឹកក៏ក្រផឹកអីក៏ផឹករទឹករអីផឹកអត់បានណាអញ្ចឹងអាហ្នឹងវាកើតចេញពីឃ្លាននឹងស្រេកបាទអញ្ចឹងមានថាថ្ងៃជ្រេយើងមើលមកចំកន្លែងហ្នឹងមកយើងរត់មកចំត្រង់ហ្នឹងមកហ្នឹងគឺពាក់ព័ន្ធនឹងមូលហេតុដែលធ្វើបណ្ដាលឲ្យឈឺអញ្ចឹងគេកប់3ព្យាបាលនេះគេរកឃើញអញ្ចឹងគេសនុកព្យាបាលគេមិនហត់ដាក់ថ្នាំដាក់អីទេ
បើជឿខ្លាំងដាក់ថ្នាំបាត់ជាបាលហើយឲ្យគាត់មកប្រកដីញ៉ាំចុកឲ្យត្រូវតាមកាលតាមវេលាវិញមកវារួចស្រេចបាត់ហើយឧបមាថាបើសិនតែចេញមកពីគ្រុនអញ្ចឹងប្រើថ្នាំគ្រុនទៅក្តៅពេកត្រជាក់ពេកក្តៅពេកហ្នឹងទៅដាក់ប៉ារ៉ាដាក់អីទៅបាទហើយបើចេញពីកម្មនេះពិបាកណាស់បងប្អូនហើយអានេះធ្វើបុណ្យទៅបាទកាន់សិលធ្វើទៀនធ្វើអីទៅដើម្បីលាកម្មលាពីណាបើត្រូវ7,000ដោះ7,000ទៅបើអសិនជាខុសអេរិយាបថបើរាប់មកឧទាហរណ៍ថាចំព្រឹកចំវេលាគាត់កើតនៅយាមទី2អញ្ចឹងទៅចំវេលាទី3ទៅចំវេលាព្រឹកហ្នឹងអញ្ចឹងមកពីអេរិយាបថអាឈឺពោះហ្នឹងមកពីអេរិយាបថនេះអញ្ចឹងមូលហេតុនៃជំងឺមានច្រើនប្រការណាវាមាន14ប្រការហ្នឹង12ប្រការហ្នឹងយើងនេះទៅយើងឲ្យគាត់សម្រួលអេរិយាបថថាខ្លួនឯងកុំឲ្យអង្គុយច្រើនពេកកុំឲ្យឈរច្រើនពេកកុំឲ្យដេកច្រើនពេកអញ្ចឹងដេកដើរឈរអង្គុយលៃយ៉ាងណាឲ្យស្មើគ្នាធម្មតាពេលខ្លះយើងអង្គុយធ្វើការ8ម៉ោងយើងងើបឈរខ្លះទៅដើរត្រេះត្រោះបន្តិចតួចទៅបាទឬតែអានេះត្រូវឧតុមានថាក្តៅពេកត្រជាក់ពេកត្រូវថ្ងៃខ្លាំងណាឬក៏ត្រូវអាកាសធាតុក៏ធ្វើឲ្យឈឺដែរបាទហ្នឹងគឺរបៀបរាប់យាមរាប់រោគមូលហេតុនៃរោគសង្ឃឹមថាចាប់បានហើយសង្ឃឹមតែចេះបាទសូមអរគុណ